ប្រជុំរឿងព្រេងខ្មែរភាគ1បណ្ណាល័យអេឡិចត្រូនិកខ្មែរអារម្មណ៍កថាក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិតបានស្រង់រឿងព្រេងនិទានទាំងប៉ុន្មានដែលមានក្នុងមន្ទីរក្រុមជំនុំទំនៀមទម្លាប់ក្នុងបណ្ណាល័យពុទ្ធសាសនបណ្ឌិតនិងក្នុងទស្សនាវដ្តីកម្ពុជាសូរិយាដែលបានសន្សំទុកជាយូរឆ្នាំហើយនោះមករៀបចំបោះពុម្ពជាសៀវភៅដែលឡែកចែកជាភាគឈ្មោះថាប្រជុំរឿងព្រេងខ្មែរដើម្បីឲ្យរឿងព្រេងខ្មែរទាំងប៉ុន្មានបានមូលត្រកូលគ្នាស្រួលដល់លោកអ្នកត្រូវការទៅរកអាននិងរក្សាស្នាដៃកវីនិពន្ធខ្មែរបុរាណទុកជាកេរតទៅកុំឲ្យបាត់បង់យុវជនអ្នកអានបានឃើញច្បាស់ថាជាតិខ្មែរយើងមានកេរមរតកអក្សរខ្មែរច្រើនជាអនេកនិងបានស្គាល់ព្រឹត្តិការណ៍អក្សរសាស្ត្រខ្មែរសម័យបុរាណយុវជនបានចេះនិទានពាក្យពេចន៍បុរាណច្រើនបែបប្រាជ្ញាអាចធ្វើការចរចានិងការនិពន្ធមានសម្រស់យុវជនអ្នកនិពន្ធងាយប្រៀបធៀបវោហារពាក្យពិតសម័យចាស់និងសម័យថ្មីហើយធ្វើសេចក្តីនិពន្ធរបស់ខ្លួនមានលម្អឲ្យត្រូវគ្រប់សម័យយើងបានបង្ហោះប្រជុំរឿងព្រេងខ្មែរសាស្ត្រាស្លឹករឹតក្រាំងសៀវភៅមរតកចម្រៀងខ្មែរមុនឆ្នាំ1976ព្រមទាំងឯកសារផ្សេងៗនៅលើ e-Library of Cambodia ដើម្បីសម្របសម្រួលដល់សាធារណជនដែលពុំអាចមើលឃើញឬមិនចេះអានក៏នៅតែអាចទទួលបានចំណេះដឹងពីប្រជុំរឿងព្រេងខ្មែរតាមរយៈការស្ដាប់រឿងជាសំឡេងដែលក្រុមការងារយើងខ្ញុំបានបង្កើតកម្មវិធីសៀវភៅជាសំឡេង Audio Book នេះឡើងរឿងអាសុកស្លូតអាសុកកាចកំណត់ចំណាំដកស្រង់ចេញពីកម្ពុជាសូរិយាលេខ1 2 3ឆ្នាំ1933ដល់ឆ្នាំ1934ទំព័រ174រៀបរៀងដោយព្រះអគ្គលេខានុបនៅក្រមបរិជ្ជនិពន្ធនិងឯកសារទំនៀមទម្លាប់លេខ27ដល់039រៀបរៀងដោយភិក្ខុតនស៊ីនួនសិក្សាសាលាបាលីជាន់ខ្ពស់ថ្នាក់ទី2រឿងអាសុកស្លូតអាសុកកាចកាលពីព្រេងនាយមានក្មេងប្រុស2នាក់នៅភូមិជាមួយគ្នាមួយឈ្មោះអាសុកស្លូតមួយឈ្មោះអាសុកកាចឯអាសុកកាចចិត្តអាក្រក់បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាតែងតែរករឿងឆ្លោះផងជេរផងវាយគេមិនដែលខានម្ដាយឪពុកអាសុកកាចនោះជាអ្នកក្រាន់បើមានស៊ីមានចាយកាន់ជើងអាសុកកាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុកកាចពុនពេកឯអាសុកស្លូតកំព្រាឥតមានមេត្តាបិតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអាសុកស្លូតនោះបើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លោះប្រកែកដល់ម្ដងឡើយបណ្ដាលជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណីស៊ីខុសអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្លោះហើយអាសុកកាចនោះច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួនលោកអាសុកស្លូតនិងអាសុកកាចចម្រើនអាយុធំឡើងអាសុកកាចបបួលអាសុកស្លូតថាវើយយើងចង់នាំគ្នាទៅកាប់ឫស្សីលួសរនៀបត្បិតផ្ទះអាសុកស្លូតឯងបាក់ពុកអស់ហើយអាសុកស្លូតថាអញគ្មានប្រដាប់កំបិតឲ្យជាមុតមមទេទាំងអង្គត្រីសាច់ថ្នាំជក់ក៏គ្មានផងសប្ថ្ងៃរោគបានព្រឹកខ្វះល្ងាចអាសុកកាចថាកុំបាច់យកម្ហូបចំណីថ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចោះថាហើយក៏បណ្ដាលគ្នាទៅដល់ផ្ទះអាសុកស្លូតហើយអាសុកស្លូតក៏និយាយប្រាប់ជីដូនថាបងសុកគេបបួលខ្ញុំទៅកាប់ឫស្សីលួសរនៀបប្រដាប់ប្រដាអាហារភោជននៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខាត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អាសុកថាមិនអីទេយាយផ្ទះយាយពុកបាក់អស់ហើយបានរនៀបមកគ្រាន់នឹងជួសជុលកុំឲ្យផងយាយឯយាយផ្ដាំថាចៅទៅក៏ទៅចោះតែមើលថែទាំប្អូនផងអាសុកស្លូតអាសុកកាចវិចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរនៀបចេញទៅទាំងពីរនាក់ដល់ព្រៃឫស្សីកាប់បានហើយលួសរនៀបអាសុកកាចបានរនៀបតិចអាសុកស្លូតបានរនៀបច្រើនហើយឈប់សម្រាក
ស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអាសុកកាចគិតថាជីវិតអាឯងមកជាស្លាប់នឹងដៃអញឥឡូវនេះគិតហើយក៏ចាប់យកកំបិតបន្ទោះចាក់ចំភ្នែកអាសុកស្លូតដែលកំពុងស៊ីបាយអាសុកស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអាសុកកាចឆ្លើយថាអាឯងរករបររបស់អញហើយមកស៊ីបាយអញទាំងរនៀបក៏បានច្រើនជាងអញទៀតអាសុកស្លូតឆ្លើយថាកាលបងឯងបបួលខ្ញុំមកកាប់ឫស្សីលួសរនៀបខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេបងឯងធានាថាបាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករនៀបទាំងអស់ក៏យកចោះតែកុំសម្លាប់ខ្ញុំអាសុកកាចឆ្លើយថាអាឯងនេះមាត់រឹងណាស់អាភាវនាទៅថាហើយអាសុកកាចក៏ចាប់កំបិតបន្ទោះចាក់ភ្នែកអាសុកស្លូតម្ខាងទៀតឈាមបាញ់ហូរស្រក់ជោកមុខជោកដើមទ្រូងខ្វាក់ភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស់ស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរាកំព្រានៅឯផ្ទះម្នាក់ឯងអាសុកកាចថាអាឯងទៅឲ្យត្រីវិស៊ីទៅថាហើយច្រានអាសុកស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរដោយគិតថាអាសុកស្លូតមកជាស្លាប់ហើយក៏ប្រមូលរនៀបទាំងអស់ចងបាច់វិលមកផ្ទះដាក់រនៀបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុកស្លូតថាចៅយាយឯងខ្លាខំស្លាប់ទៅហើយយាយលឺអាសុកកាចប្រាប់ថាខ្លាខំចៅស្លាប់ក៏ទួញយំសោកបោកខ្លួនហៀបនឹងខ្សែជីវិតឯអាសុកកាចរីករាយសប្បាយចិត្តហើយក៏ដើរលេងចិត្តផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរកគ្រឿងឆ្លោះនឹងគេតពីនេះដំណើរអំពីអាសុកស្លូតគ្រាដែលអាសុកកាចចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវិធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះអាសុកស្លូតហាយបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅក៏ភាវនារកពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរលាងចិត្តមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណែងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកមនុស្សដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកស្ទឹងស្វែងរកអាហារវាហែច្រាស់ទឹកហែទៅប្រទះនឹងអាសុកស្លូតដែលកំពុងហែបណ្ដាត់ខ្លួនតាមខ្សែទឹកក្រពើលាន់មាត់ថាអាយ៉ាលៀបធំណាស់តើអញមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយខំប្រឹងស្ទុះហែទៅចិត្តលឺមាត់ថាពុទ្ធោក៏សង្ស័យចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លុះរកប្រស័យគ្មានក្រពើគិតថាគួរអញយកទៅថ្វាយលោកតាអញកុំស៊ីមនុស្សនេះហើយក៏មុជគៀអាសុកស្លូតនោះឲ្យឡើងលើខ្នងហើយត្រឡប់ទៅដល់អាស្រមវិញហើយតំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុកស្លូតទៅថ្វាយអ្នកតាសួរអាសុកស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការអ្នកតាស្ដាប់សពគ្រប់ហើយមានចិត្តមេត្តាអាសុកស្លូតនោះពុនពេកលោកថាអោអាសុកកាចអើយចិត្តអីអាក្រក់ម្លេះណាហើយចៅសុកស្លូតឯងកំភៃសឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិតភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូននៅផ្ទះវិញថាហើយក៏ផ្សំថ្នាំដាក់ភ្នែកសោតទឹកមុនផ្លុំភ្នែកឲ្យចៅសុកស្លូតនោះក៏បានភ្លឺភ្នែកដូចដើមទៅអ្នកតាក្តាប់ដីខ្សាច់មួយដៃសេកទឹកមុនផ្លុំដីខ្សាច់ដាក់ឲ្យដៃចៅសុកផ្ដាំថាចៅឯងក្តាប់ឲ្យជាប់ពុំលាដៃបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រាកន្ទេក្នុងផ្ទះហើយសឹមចៅចាក់ដីខ្សាច់នេះទៅលើកន្ទេអ្នកតាផ្ដាំហើយហៅក្រពើមកឲ្យចៅសុកស្លូតជិះលើខ្នងហែតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសុកកាចធាក់ទម្លាក់ក្នុងទឹកនោះចៅសុកឃើញព្រៃឫស្សីដែលកាប់លួសរនៀបក៏ចាំជាក់ក្រពើដាក់ចៅសុកឲ្យឡើងលើគោកចៅសុកក៏លាក្រពើដើរដរាបទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃើញចៅហើយស្ទុះមកអោបយំខ្សឹកសួរនិយាយប្រាប់ថាគេប្រាប់យាយថាខ្លាខំចៅស្លាប់ទៅហើយម្ចាស់ជីវិតអើយជីដូនយំសោកបោកខ្លួនអាសូរចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអនណាស់រកអ្វីព្រៀបផ្ទឹមពំបានឯចៅសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលួសរនៀបត្រូវអាសុកកាចវិចាក់ភ្នែកធ្លាក់ទម្លាក់ទឹកហើយបានក្រពើនាំថ្វាយអ្នកតានោះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូននឹងរឹតតែអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រាកន្ទេក្នុងផ្ទះទៅជីដូនក្រាតាមពាក្យចៅសុកស្លូតក៏លាដៃដាក់ដីខ្សាច់លើកន្ទេកើតជាប្រាក់គោក្នុងផ្ទះអរណាស់
តែពីអ្នកជីដូននឹងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់សង់ផ្ទះថ្មីល្បីមានដាច់គេក្នុងភូមិនោះឯអាសុកកាចឃើញអាសុកស្លូតក៏នឹកក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងចាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកភ្លឺដូចដើមមានទាំងរូបសម្បត្តិសម្បូរប្រើប្រាស់គ្មានខ្វះអ្វីប្លែកអំពីដើមលុះដល់វេលាស្ងាត់មួយវាបានជួបនឹងអាសុកស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលុះរនៀបនោះបិសាចមកបណ្ដាចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានតែឯងស្លាប់ហេតុដូចម្ដេចក៏ឯងរស់ឡើងវិញហើយមានទាំងទ្រព្យសម្បត្តិច្រើនជាងគេផងអាសុកស្លូតឆ្លើយថាគុណបានគុណបងកុំអីខ្ញុំក្រលំបាកតោកយ៉ាដូចបងឯងដឹងស្រាប់ហើយនិយាយប្រាប់អាសុកកាចតាមត្រង់ថាការដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ទឹកក្នុងស្ទឹងនោះខ្ញុំភាវនារកតែពុទ្ធោក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំលុះមកដល់ផ្ទះដាក់ដីខ្សាច់កើជាប្រាក់មាសបានជាខ្ញុំមានបានសប្តាហ៍ថ្ងៃនេះអាសុកកាចលើអាសុកស្លូតនិយាយរឿងដូច្នោះក៏បណ្ដាចិត្តលោភលន់ប្រមាណគិតថាអញនឹងធ្វើឲ្យបានដូចអាសុកស្លូតថ្ងៃក្រោយជួបនឹងអាសុកស្លូតក៏និយាយថាអាសម្លាញ់អើយអញចង់ទៅកាប់ឫស្សីលុះរនៀបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះឯបាយទឹកអាហារភោជនថ្នាំជក់កំបិតតូចធំប្រដាប់កាប់ឫស្សីលុះរនៀបស្រេចលើអញទាំងអស់ឯងមានតែខ្លួនទៅបានហើយអាសុកស្លូតថាក្រែងសម្លាប់អញទៀតអាសុកកាចថាមុននោះខ្មោចកំរោលចូលឲ្យអញងងឹតមុខអញចាក់ឯងដោយមិនដឹងខ្លួនសោះឯងកុំប្រកាន់ខឹងនឹងអញអាសុកស្លូតថាចាំខ្ញុំជូនទៅត្បិតបងសុកឯងមានគុណលើខ្ញុំច្រើនខ្ញុំមានទ្រព្យសម្បត្តិក៏ព្រោះបងលុះព្រឹកឡើងអាសុកកាចស្ពាយបាយសំណុំមានគ្រប់ប្រដាប់ដូចមុនហើយបណ្ដើរគ្នាដល់ព្រៃឫស្សីលុះកាប់បានពុះលួរនាបហើយនាំគ្នាអង្គុយស៊ីបាយអាសុកកាចហុចកំបិតបន្ទួទៅអាសុកស្លូតប្រាប់ថាឯងចាក់ភ្នែកអញមកខាងទៅអាសុកស្លូតប្រកែកពំព្រមចាក់អាសុកកាចថាជើចាក់មកអីមិនដេចមិនអាណិតគ្នាផងសោះអាសុកស្លូតក៏ចាក់ឆ្កៀដូចគេឆ្កៀក្រសាំងឲ្យខ្វាក់ភ្នែកមកខាងទៅឯអាសុកកាចឈឺពើផ្សាណាស់តែចិត្តចង់ប្រញាប់បានប្រាក់ដូចអាសុកស្លូតក៏ឲ្យអាសុកស្លូតចាក់ភ្នែកមកខាងទៀតហើយបង្គាប់ឲ្យអាសុកស្លូតច្រានទៅចិត្តមាត់ស្ទឹងទាំងបង្គាប់ឲ្យធាក់ផងអាសុកស្លូតក៏ធាក់ទម្លាក់ទឹកស្ទឹងទៅអាសុកកាចសួរថាការដែលអញចាក់ឯងមុននោះឯងធ្វើដូចម្ដេចខ្លះអាសុកស្លូតថាអញរកតែពុទ្ធោជាប់នៅមាត់អាសុកកាចស្រែករកតែពុទ្ធោមិនឈប់លឺរំពងព្រៃមាត់ស្ទឹងទន្ទឹងរកកពើក៏ពុំជួបសោះណាមួយវាឈឺចាប់ហែបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំងឆ្លក់ទឹកស្លាប់ទៅហើមរលួយរលេះត្រីស៊ីនៅតែលលាក្បាលខ្មោចអាសុកកាចក៏អណ្ដែតតាមខ្សែទឹកលងគេឮតែពុទ្ធោដរាបដល់កំពង់ទឹកមហាសេដ្ឋីវេលានោះកងក្រមុំមហាសេដ្ឋីនាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់តែកញ្ជ្រោកទឹកលេងសប្បាយស្រាប់តែឃើញលលាក្បាលអាសុកកាចនោះអណ្ដែតមកចិត្តលើងស្រែកថាពុទ្ធោកូនក្រមុំមហាសេដ្ឋីឈប់លេងទាំងអស់គ្នានឹកសង្ស័យក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាក្បាលខ្មោចនោះមកដាក់លើគោកនៅមាត់កំពង់នោះលលាក្បាលខ្មោចនោះវាមិនបាត់ស្ងាត់សោះចេះតែលងគេរកតែពុទ្ធោកូនក្រមុំមហាសេដ្ឋីក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមកប្រើឲ្យខ្ញុំប្រុសកម្មយកក្បាលខ្មោចអាសុកកាចនោះមកផ្ទះហើយនាងជំរាបមហាសេដ្ឋីជាឪពុកនាងថាលោកឪពុកខ្ញុំរើសលលាក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើងវាលងស្រែករកពុទ្ធោសេដ្ឋីជាមេដាបេដាស្ដាប់ហើយក៏ស្ទុះមកមើលឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោមែនអស្ចារ្យណាស់ក៏ឲ្យលៀងដោះខាត់ដាក់លើគោកលលាក្បាលនោះក៏នៅតែស្រែករកពុទ្ធោជានិច្ចគ្មានឈប់ព្រឹកសេដ្ឋីនោះតែងតែទៅគាល់ព្រះមហាក្សត្រនៅចង់បរិជ្ជរងជួបជុំអស់មន្ត្រីចតុស្ដំរាល់ពេលពុំដែលខានសេដ្ឋីជំរាបអស់លោកថាខ្ញុំបានលលាក្បាលខ្មោចមួយចេះស្រែករកពុទ្ធោជានិច្ចអស់លោកចតុស្ដំស្ដាប់ហើយឆ្លើយថាសេដ្ឋីកុហកទេមិនដែលមានលលាខ្មោចណាចេះស្រែករកពុទ្ធោទេយើងមិនជឿឡើយសេដ្ឋីថាពិតប្រកបណាស់បើអស់លោកមិនជឿខ្ញុំហ៊ានភ្នាល់ដោយមាស100តម្លឹងអស់លោកចាក់សុស្ដំទាំង4ថាយើងហ៊ានភ្នាល់ហើយធ្វើសម្បត្តិចុះកិច្ចសន្យា
សេដ្ឋីទៅដល់ផ្ទះឮលលាខ្មោចស្រែករកពធកោកកោកនឹកថាអស់លោកមកជាចាញ់ហើយសេដ្ឋីយកមាស100តម្លឹងឲ្យកូនក្មួយកាន់កោកដែលដាក់លលាក្បាលខ្មោចនោះយ៉ាងរហ័សទៅលុះចូលទៅដល់ទ្វារកំពែងខាងក្រៅលលាខ្មោចបាត់សម្លេងឈឹងពុំឮស្រែកពធសោះកាលចូលដល់ចង់ពរិជ្ជរោងដាក់លលាក្បាលខ្មោចចំពោះមុខអស់លោកចតុស្ដម្ភទាំង4នោះហើយសេដ្ឋីបង្គាប់ថាចាំអីទៀតក៏មិនស្រែករកពធទៅលលាក្បាលខ្មោចបាត់សូនឈឹងមិនឮរកពធសោះមហាសេដ្ឋីចាញ់ក៏ជួនមាស100តម្លឹងទៅអស់លោកឯអស់លោកចំអកថាសេដ្ឋីយកក្បាលខ្មោចមកវារកពធថ្លង់យើងរាល់គ្នាហើយទះដៃសោចលាន់នៅទីព្រាជរោងសេដ្ឋីខឹងនឹងក្បាលខ្មោចណាស់លាអស់លោកចេញមកក្រៅដល់កំពែងស្រាប់តែលលាក្បាលខ្មោចស្រែកថាពធសេដ្ឋីរឹតតែខឹងណាស់ដល់ផ្ទះប្រើបាវឲ្យយកពូថៅនាំយកលលាក្បាលខ្មោចនោះទៅសំពងចោលឯកំពង់ទឹកបាវយកទៅមិនសំពងឲ្យល្អិតត្រឡប់ជាបោះលលាខ្មោចទាំងមូលចោលទៅក្នុងទឹកឯលលាក្បាលខ្មោចអសក់កាចនោះអណ្ដែតតាមទឹកស្ទឹងហូររសាត់ទៅក្រោមវាលងរកពធរៀងទៅដល់កំពង់វត្តវេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹកបានឃើញលលាក្បាលខ្មោចលងរកពធលោកក៏ស្រង់យកទឹកកប់និមន្តលោកផកសង្ឃផងគ្នាបាំងសុគររួចដុតក្បាលខ្មោចនោះសោះហើយលោកពិចារណាថាគួរយកកំទេចឆ្អឹងនេះលាយនឹងម្រ័ក្សខ្មុកសព្រះវិហារបញ្ជូនផលឲ្យដល់អ្នកដែលស្លាប់ហើយលោកក៏យកខ្មុកលាបតាមសពប្រតិលោកទៅសល់បន្តិចបន្តួចយកទៅលាបនឹងរទេះលោកការដែលម្រ័ក្សខ្មុករទេះនោះស្ងួតហើយលោកភ្នក់ប្រតិចង់ទឹមរទេះបទៅសួរញាតិញោមលោកឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់បចេញពីកប់ទៅវេលាស្ងាត់ពីមនុស្សរទេះនោះលាន់ផ្លូវនឹងដុំសង្កេតគ្នាដោយរទេះធម្មតាតែដល់ជួបនឹងឧបាសកឧបាសិការទេះនោះលាន់ឮដោយលោកជេរបញ្ចោគេថាមេចៅញាប់ញញឧបាសកឧបាសិកាឮខឹងនឹងលោកព្រោះថាលោកជេរបញ្ចោប្រពន្ធកូនគេក៏ដៀថ្មាស់ជាពាក្យទម្ងន់លោកប្រកែកដូចម្ដេចក៏ពុំស្ដាប់រឹតតែប្រមាថលោកឥតកោតញញើតលោកហួសទៅទៀតជួបនឹងនិមឺនគេកំពុងដើរមានគ្នាច្រើនឯរទេះលោកលន់ឮទៀតដូចជាលោកជេរម្ដាយនិមឺនទាំងនោះថាចៅម្ដាយនិមឺនខឹងនឹងលោកនាំគ្នាដេញពីលោកភ័យវាយគោបំបៅរួចទៅលោកនេះគិតថាពីដើមរទេះអញបមកមិនដែលឮសូរជេរបញ្ចោគេទេរឿងនេះឃើញតែកំទេចឆ្អឹងខ្មោចដែលមកបិទសព្រះវិហារសពីនោះអញយកមកលាបរទេះនេះលោកត្រឡប់មកពីសួរញាតិញោមមកដល់វត្តវិញលោកកាប់រទេះដុតនៅកន្លែងដែលដុតទលាក្បាលខ្មោចអសក់នោះឆេះជាផេះកន្លែងនោះដោយមានជាតិអសក់កាចក៏ដុះកើតជាស្មៅកន្ត្រើយដែលជាប់សម្ពុតខោមនុស្សសពថ្ងៃនេះឯងកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងចិត្តមិនអប់រំនាំឲ្យវិនាស